បាទសូមជំរាបសួរក៏ដូចជាសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាហើយជួបខ្ញុំជាមួយនឹងវីដេអូទី3និយាយពីការកណនាលំហាត់រូបវិទ្យាបន្តទៀតបាទនៅក្នុងវីដេអូនេះផងដែរគឺខ្ញុំលើកយកនៅលំហាត់រូបវិទ្យាថ្នាក់ទី8ម្ដងយកមកធ្វើការកណនាដោយលំហាត់នេះគឺស្ថិតនៅក្នុងមេរៀនទី1នៃជំពូកទី1របស់បងប្អូនថ្នាក់ទី8ដែលតាក់ទងជាមួយល្បឿននិងវីទ័រល្បឿនបាទអញ្ចឹងគឺនេះក៏ជាកន្លែងនៃការកណនាលំហាត់តាក់ទងជាមួយនឹងល្បឿននេះបាទអញ្ចឹងខ្ញុំសូមអានសេរីលំហាត់ចូលអញ្ចឹងលំហាត់គេនិយាយថារថយន្តមួយធ្វើដំណើរបានចម្ងាយ72គីឡូម៉ែត្រដោយប្រើរយៈពេល1ម៉ោងអញ្ចឹងគេឲ្យយើងកណនារកល្បឿនរបស់រថយន្តនោះដែលគិតជាម៉ែត្រក្នុង1វិនាទីនិងគិតជាម៉ាយក្នុង1ម៉ោងបាទអញ្ចឹងដើម្បីកណនាលំហាត់នេះបានអញ្ចឹងយើងដោះស្រាយទាំងអស់គ្នាមកដំណោះស្រាយអញ្ចឹងដើម្បីកណនាលំហាត់នេះបានជាដំបូងយើងដឹងហើយថាការកណនាលំហាត់រូបវិទ្យាជំហានដំបូងយើងត្រូវស្គាល់រូបមន្តសិនបាទយើងត្រូវស្គាល់រូបមន្តថាតើលំហាត់នេះយើងត្រូវការប្រើប្រាស់រូបមន្តមួយណាដើម្បីកណនាវាឥឡូវយើងមើលបប្រាប់ប្រធានមកវិញថាគេប្រាប់យើងជាគីឡូម៉ែត្រផងគេប្រាប់យើងជារយៈពេល1ម៉ោងផងហើយគេសួររកល្បឿនអញ្ចឹងណាបាទសួររកល្បឿនអញ្ចឹងលំហាត់នេះគឺប្រកបណាស់គឺយើងប្រើប្រាស់រូបមន្តល្បឿនដើម្បីកណនាវាឯងប៉ុន្តែនៅក្នុងនោះគេឲ្យយើងគិតជាម៉ែត្រក្នុង1វិនាទីនិងគិតជាម៉ាយក្នុង1ម៉ោងបាទអញ្ចឹងតោះយើងចាប់ផ្ដើមដោះស្រាយទាំងអស់គ្នាតោះអញ្ចឹងតាមសំទោសសរសេរមកកណនាល្បឿនបាទល្បឿនរបស់រថយន្តបាទគិតជាម៉ែត្រក្នុង1វិនាទីនិងបាទម៉ាយអូខេម៉ាយក្នុង1ម៉ោងបាទអូខេអញ្ចឹងតាមអីគឺតាមរូបមន្តបាទអញ្ចឹងរូបមន្តល្បឿនយើងដឹងហើយណាបងប្អូនបានសិក្សារួចមកហើយមេរៀនទី1របស់ថ្នាក់ទី8របស់យើងបាទតាមរូបមន្តគឺល្បឿន v ស្មើឲ្យ d ចែកឲ្យបាទ t បាទ v ស្មើ d ចែកឲ្យ t ដោយ d ជាចម្ងាយបាទជាចម្ងាយចបាទជាចម្ងាយចហើយចម្ងាយចនោះទៀតសោតគឺនៅក្នុងຂະຫນາດប្រព័ន្ធអន្តរជាតិ SI បាទចម្ងាយចគឺគិតជាម៉ែត្របាទគិតជាម៉ែត្រហើយt បាទt គឺជារយៈពេលបាទហើយនៅក្នុងប្រព័ន្ធអន្តរជាតិ SI ដូចគ្នានោះគឺរយៈពេលគិតជាវិនាទីបាទហើយទៅ v គឺជាល្បឿនបាទល្បឿនដែលមានຂະຫນາតគិតជាម៉ែត្រក្នុង1វិនាទីបាទ1វិនាទីអូខេយើងសម្រាយប៉ុណ្ណឹងយើងសម្រាយរូបមន្តឲ្យគេស្គាល់បានប៉ុណ្ណឹងយើងចំនួនលេខសិនយើងចំនួនលេខដែលយើងមើលមកថាតើរូបមន្តមួយនេះគេសួរថាដើម្បីទទួលបានល្បឿនគឺយើងត្រូវស្គាល់អីខ្លះយើងត្រូវស្គាល់តម្លៃលេខរបស់ចម្ងាយចយើងត្រូវស្គាល់តម្លៃរបស់រយៈពេលអញ្ចឹងណាបាទអញ្ចឹងដើម្បីយើងស្គាល់ល្បឿនបានតើស្គាល់តម្លៃចម្ងាយចស្គាល់តម្លៃរយៈពេលយើងត្រឡប់មកលំហាត់របស់យើងវិញថាតើតម្លៃរបស់ចម្ងាយចមាននៅបាទមានហើយនេះគឺ72ចឹងតម្លៃរបស់រយៈពេលវិញមាននៅបាទមានហើយគឺរយៈពេល1បាទ1ម៉ោងអញ្ចឹងប្រសិនបើមានយើងធ្វើការចំនួនលេខចូលបាទអញ្ចឹងគេបានដេស្មើនឹង72គីឡូម៉ែត្របាទហើយយើងមើលទាំងអស់គ្នាណា72គីឡូម៉ែត្រហើយយើងមើលថានៅក្នុងប្រព័ន្ធຂະຫນາດអន្តរជាតិ SI ល្បឿនរបស់យើងគឺគិតជាម៉ែត្រឬក៏ឥឡូវយើងមើលមកបម្រាប់ប្រធានរបស់យើងវិញគឺគេឲ្យយើងគិតជាម៉ែត្រក្នុង1វិនាទីអញ្ចឹងប្រសិនបើចេញជាគីឡូម៉ែត្រយើងត្រូវធ្វើម៉េចបាទយើងត្រូវធ្វើម៉េចគឺយើងត្រូវបំបែកຂະຫນាតគីឡូម៉ែត្រទៅជាម៉ែត្របាទទៅជាម៉ែត្រអញ្ចឹងយើងដឹងថា1គីឡូម៉ែត្រស្មើនឹង1000ម៉ែត្របាទ1គីឡូម៉ែត្រស្មើ1000ម៉ែត្រតូចធំខ្ញុំ1000ដងមើលតូចធំខ្ញុំ1000ដងបើយើងនិយាយពី0វិញយើងត្រូវថែម0ម៉ែត្របាទគឺថែម03អញ្ចឹងណាបាទថែម03អញ្ចឹងយើងងាយមកយើងគិតលក្ខណៈបែបងាយបាទយើងមកធ្វើច្រើននេះគាត់គិតងាយ72សិនមកបាទ72គីឡូម៉ែត្រតែដល់ពេលយើងបែកជាម៉ែត្រយើងថែម03ទៅជាម៉ែត្រអញ្ចឹងយើងថែម03យកមកបាទថែម03 1 2 3
ម៉ែត្រឥឡូវយើងបាន D មួយស្មើនឹង72ម៉ែត្រសំទោស72000ម៉ែត្រអូខេអញ្ចឹងដល់ T ស្មើប៉ុន្មានបាទ T ស្មើ1ម៉ោងបាទ1ម៉ោងហើយយើងមើលទៀតនៅក្នុងខ្នាតប្រព័ន្ធអន្តរជាតិ SI 1ម៉ោងយើងត្រូវបំបែកទៅជាវិនាទីអញ្ចឹង1ម៉ោងស្មើនឹងវិនាទីបងប្អូនធ្លាប់រៀនហើយបាទ1ម៉ោងស្មើនឹង3600វិនាទីដោយសារអីដោយសារយើងបំបែកពីតោះបាទបំបែកពីតោះគឺបំបែកពី1ម៉ោងទៅមីនិតបាទយើងមាន60បាទតែពេលយើងបំបែកទៅជាវិនាទីទៀតគឺយើងមាន60ទៀតអញ្ចឹងណាពី1មីនិតទៅវិនាទីពី1មីនិតទៅវិនាទីមាន60ពី1ម៉ោងទៅមីនិតមាន60ទៀតអញ្ចឹងយើងដើម្បីបំបែកពីម៉ោងទៅវិនាទីដដែលយើងយក60គុណឲ្យបាទគុណឲ្យ62នេះគុណបញ្ចូលគ្នាអញ្ចឹងចេញមកគឺបាន3006បាទ600វិនាទីណាបងប្អូនបានចេញបំបែកទេយើងអាចមើលលេងទៅបាទអូខេឥឡូវយើងមកចោលវិញណាខ្ញុំក៏ឧទាហរណ៍ឲ្យទេអញ្ចឹងយើងបានយើងបានចម្ងាយចក៏យើងបានរយៈពេលក៏យើងបានអញ្ចឹងលំហាត់មួយនេះនាំបាទវេស្មើបាទដេបាទដេគឺ72000បាទ72000បាទ72000ចាយនៅចាយដដែលបាទសញ្ញាចាយនៅចាយដដែលរយៈពេលតេស្មើ3006បាទ3600បាទ3600ណាអូខេអញ្ចឹងចម្លើយបែបនេះយើងគណនាឃើញចម្លើយមកបាទកុំភ្លេចណាឥឡូវយើងដាក់សម្រាយឲ្យបញ្ជាក់បន្ថែមពីលើទៅអានេះយើងបែរជាខ្នាតម៉ែត្រហើយបាទម៉ែត្រហើយអូខេអានេះប្រហែលវិនាទីរួចរាល់ហើយអញ្ចឹងណាបាទម៉ែត្រហើយអញ្ចឹងយើងទទួលបានអូខេទទួលបានតម្លៃលេខចាយឲ្យតម្លៃលេខមកបាទតម្លៃលេខចាយតម្លៃលេខដល់ពេលខ្នាតចាយខ្នាតអញ្ចឹងយើងដាក់ខ្នាតបាទចាយខ្នាតយើងទទួលបានម៉ែត្រចាយឲ្យវិនាទីមានតែម៉ែត្រក្នុងរយៈពេល1វិនាទីអញ្ចឹងយើងចាយលេខមកស្មើបានបាទអញ្ចឹងយើងចាយមកស្មើគឺស្មើ20ម៉ែត្របាទ20គឺ20ម៉ែត្រក្នុង1វិនាទីណាដាក់ខ្នាតចូលមក20ម៉ែត្រក្នុង1វិនាទីនោះបានចម្លើយទី1បាទចម្លើយទី1ណាអូខេគឺម៉ែត្រក្នុង1វិនាទីហើយបន្តមកទៀតទៅណាតាមទៀតគឺឲ្យយើងគិតជាម៉ាយក្នុង1ម៉ោងបាទម៉ាយក្នុង1ម៉ោងអូខេអញ្ចឹងយើងដាក់សញ្ញាផ្កាយ1ម៉ោងបាទគិតជាម៉ាយក្នុង1ម៉ោងបាទគិតជាម៉ាយក្នុង1ម៉ោងកន្លែងចំណុចកន្លែងនេះយើងត្រូវធ្វើម៉េចគឺយើងត្រូវគណនារកចម្ងាយម៉ាយសិនបាទរកម៉ាយសិនអាណាយើងគណនាថា1ម៉ាយស្មើប្រមាណសំទោសតើ1ម៉ោងនេះអាចបានប្រមាណម៉ាយតែយើងដឹងថាម៉េចយើងដឹងថាយើងធ្លាប់រៀននៅក្នុងមុខវិជ្ជាមេរៀនមួយនេះយើងដឹងហើយបាទយើងដឹងថា1ម៉ាយបាទដោយ1ម៉ាយបាទ1ម៉ាយស្មើនឹង1609វា344បាទ44ម៉ែត្រណា1509.344ម៉ែត្រគឺជាប្រវែង1ម៉ាយអញ្ចឹងហ៎ប៉ុន្តែឡើយយើងមើលនេះយើងមើលថាតើចម្ងាយដែលរថយន្តយើងចរបានប្រហែលគឺចរបានដល់ទៅ72000ម៉ែត្របាទ72000ម៉ែត្របើ72000ម៉ែត្រវាស្មើប៉ុន្មានម៉ែត្រនេះគណនាមកបាទអញ្ចឹងដោយបាទដោយតទៀតđấyបាទទៅទេបាទដោយច្រើនពេកដោយ D ស្មើនឹង72000ម៉ែត្រណា2000ម៉ែត្រណា72000ម៉ែត្រនេះគឺយើងគិតជាម៉ែត្រអានប៉ុណ្ណឹងតែពេលគិតជាម៉ាយបាទអញ្ចឹងនាំឲ្យបាទនាំឲ្យ D បាទស្មើនឹងយើងយកអានេះមកចែកយកមកទៅបាទ72000អូខេ609.344បាទ44អូខេយើងចែកមកបាទអានេះគឺជាចម្ងាយ1ម៉ាយបាទចម្ងាយ1ម៉ាយប៉ុណ្ណឹងអានេះគឺជាចម្ងាយទាំងអស់ដែលរថយន្តធ្វើបានបាទធ្វើបានអញ្ចឹងបើចម្ងាយរថយន្តធ្វើបានប៉ុណ្នេះធ្វើដំណើរបានប៉ុណ្នេះហើយចម្ងាយ1ម៉ាយប៉ុណ្នេះយើងគណនារកចំនួនសារក្នុង1ម៉ាយបាទ1ម៉ាយស្មើនឹងប្រមាណម៉ាយគេថាអូ72គីឡូម៉ាយអញ្ចឹងណា72គីឡូម៉ាយឬក៏72000នេះ12000ម៉ែត្រហ្នឹងស្មើប្រមាណម៉ាយបាទអញ្ចឹងយើងគណនាទៅឃើញបានបាទយើងគណនារបស់គ្នាបាទអញ្ចឹងចម្លើយឃើញ44បាទ44.73ម៉ាយ
បាទ 44.73 ម៉ាយ ឥឡូវយើងមើលណា 44.73 ម៉ាយនេះគឺជាប្រវែងដែលរថយន្តនោះបាទរថយន្តនោះបានធ្វើដំណើរដល់ទៅ 72,000 ម៉ែត្របាទ 72,000 ម៉ែត្រឬក៏72 គីឡូម៉ែត្របាទ72 គីឡូម៉ែត្រ 72,000 ម៉ែត្រឬក៏72 គីឡូម៉ែត្របើយើងធៀបទៅគឺ 44.73 ម៉ាយប៉ុន្តែយើងមើលទៀតលំហាត់គេប្រាប់ថាក្នុងចម្ងាយ72 គីឡូម៉ែត្រនោះគឺប្រើប្រាស់រយៈពេលត្រឹមតែ1ម៉ោងទេបាទប្រើរយៈពេលត្រឹមតែ1ម៉ោងទេអញ្ចឹងប្រសិនបើ72 គីឡូម៉ែត្រឬក៏ 72,000 ម៉ែត្រនេះស្មើនឹង 44.73 ម៉ាយសំណួរសួរថាតើស្មើនឹងប្រមាណម៉ោងចម្ងាយប៉ុណ្ណឹងគាត់ធ្វើដំណើររយៈពេល1ម៉ោងបាទគឺរយៈពេល1បាទ1ម៉ោងដូចគ្នាណាបើ1ម៉ោងដូចគ្នាអញ្ចឹងយើងដាក់រូបមន្តបន្តទៀតមកគេនាំឲ្យបាទឲ្យវេវាស្មើនឹងបាទរយៈពេលដែលគេប្រើប្រាស់សំទោសចម្ងាយដែលគេប្រើប្រាស់ធ្វើបាន 44.73 ម៉ាយនេះគឺក្នុងរយៈពេល1ម៉ោងអញ្ចឹងយើងបាន 44.73 ចែកឲ្យបាទ1ម៉ោងចឹងបាទ1ម៉ោងបាទម៉ាយបាទអញ្ចឹងយើងទទួលបានចម្លើយគឺចែក1ទៅឃើញ 44.73 ម៉ាយក្នុងរយៈពេល1បាទក្នុងរយៈពេល1បាទជាចម្លើយសំទោសប្រសិនបើសរសេរទៅយើងចង្អៀតបន្តិចពិបាកមើលសង្ឃឹមថាបងប្អូននឹងយល់អញ្ចឹងចម្លើយយើងទទួលបាននៅក្នុងលំហាត់មួយនេះទាំងមូលនេះយើងទទួលបានចម្លើយហើយគឺចម្លើយគេសួរយើងពីរគឺគិតជាម៉ែត្រក្នុង1វិនាទីនិងគិតជាម៉ែត្រក្នុង1ម៉ោងអញ្ចឹងយើងទទួលបានចម្លើយម៉ែត្រក្នុង1វិនាទីនេះគឺ20ម៉ែត្រក្នុង1វិនាទីនិងចម្លើយមួយទៀតគឺ 44.73 ម៉ាយក្នុង1ម៉ោងបាទអូខេអញ្ចឹងបើចម្លើយយើងឃើញហើយអញ្ចឹងសន្មតថាលំហាត់ហ្នឹងចប់បាទសន្មតថាលំហាត់ហ្នឹងគឺយើងបានកណនារួចរាល់ហើយចាប់គ្រប់ហើយអញ្ចឹងណាហើយអ្វីសំខាន់គឺយើងយល់ពីរូបមន្តយើងស្គាល់ថាតើយើងប្រើប្រាស់រូបមន្តនេះនៅពេលណាចឹងទៅបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាវីដេអូមួយនេះនឹងអាចជាប្រយោជន៍សម្រាប់ដល់បងប្អូនក្នុងការសិក្សារូបវិទ្យាថ្នាក់ទី7ទី8ចឹងបន្តចឹងទៅហើយក៏សូមទៅដល់ពីសំណាក់អ្នកទស្សនាដែរប្រសិនបើមានចំណុចខ្វះខាតខុសដោយប្រការណាមួយឬក៏ជាកំហុសអចេតនាណាមួយនោះក៏សូមអធិស្ឋានហើយសូមខមមិនបន្តក្នុងន័យស្ថាបនាបាទខ្ញុំនឹងព្យាយាមកែសម្រួលបន្ថែមទៅទៀតអញ្ចឹងជាចុងក្រោយសូមអរគុណបាទសូមជម្រាបលា